ពេលដោយលោកគ្រូផុតមានប្រសាសន៍នោះទេព្រោះយើងដឹងថាអរលោកអ្នកបងប្អូនដែលជាអ្នកជឿព្រះអង្គយើងដឹងរឿង Christmas ហើយមែនទេយើងរឿងប៉ុន Noel យើងដឹងអីទាំងអស់ហើយយើងអានខគម្ពីរដូចជាលោកKelvin លោកបានអានជាភាសាអង់គ្លេសភាសាខ្មែរផងដែរខគម្ពីរដែលខ្ញុំសូមឲ្យគាត់អានជាខគម្ពីរដែលបងប្អូនយើងដែលជា Christian គេយល់គេដឹងហើយគេក៏គិតថាខគម្ពីរនេះខគម្ពីរចំណុចកណ្ដាលនៃជំនឿរបស់ផងយើងដែលជាដល់ព្រះយេស៊ូវទ្រង់ជាព្រះសង្ឃមកហើយអ្វីដែលខ្ញុំចែកជូនថ្ងៃនេះគឺខ្ញុំចង់ជួយកម្លាំងអរលោកបងប្អូនព្រោះអ្វីដែលឲ្យព្រះយេស៊ូវចុះមកគឺសួរមនុស្សរបស់យើងរាល់ថ្ងៃ2000ឆ្នាំកន្លងមកនោះគឺដោយសារតែមានការហើយព្រួយបារម្ភមានទុក្ខលំបាករបស់មនុស្សយើងសូម្បីតែខ្លួនគេមិនដឹងថាគេមានលំបាកឬក៏មានបញ្ហាក៏ប៉ុន្តែគេមានអរលោកអ្នកបងប្អូនយើងម្នាក់ៗជួនកាលយើងមានបញ្ហាយើងអត់ដឹងថាយើងមានបញ្ហាទេមែនទេហើយជួនកាលយើងមានបញ្ហាក៏យើងមិនហ៊ានប្រាប់តលោកគ្រូពង្រៀលឲ្យគាត់អធិដ្ឋានផងដែរព្រោះជួនកាលយើងខ្មាស់គ្រូពង្រៀលរឿងតិចតួចមួយលោកគ្រូអធិដ្ឋានខ្ញុំផងអ្នកគ្រូអធិដ្ឋានឲ្យខ្ញុំផងហើយយើងមិនចង់ប្រាប់លោកគ្រូយើងទេព្រោះខ្លាចអីខ្លាចអាម៉ាស់មុខម៉ាស់គាត់ហើយមួយទៀតអ្វីដែលយើងមានហើយយើងមិនដឹងខ្លួនថាយើងមានបញ្ហាជាពិសេសមនុស្សយើងនៅក្នុងលោកយើងដឹងហើយថាគេមានបញ្ហាជាច្រើនអរលោកអ្នកបងប្អូនបើសិនជាអរលោកអ្នកបងប្អូនត្រឡប់ទៅលោកប្រវត្តិទី3ហើយយើងដឹងថាគម្ពីរលោកប្រវត្តិជំពូក3បានប្រាប់យើងពីបញ្ហាដំបូងរបស់មនុស្សយើងនេះណាបងប្អូនហើយយើងបាននិយាយគ្នាឬក៏យើងបានអធិដ្ឋានឬក៏សួរគ្នាទៅវិញទៅមកហេតុអីក៏យើងមានបញ្ហាហេតុអីក៏យើងខ្លាចហេតុអីក៏យើងអត់បាយហេតុអីក៏យើងមានការប៉ះទង្គិចគ្នាមានការដែលយើងបាក់បែកទឹកចិត្តបញ្ហារវាងគ្នានឹងគ្នាហេតុអីក៏យើងទាំងអស់គ្នាតែងតែមានការព្រួយបារម្ភអានឹងបើយើងអានគម្ពីរលោកកបាត់យើងនឹងថាវាចាប់ដើមពីពេលណាពីលោកអេវ៉ាលោកអាដាមហើយអេវ៉ានៅក្នុងសួនម្នាក់អរលោកបងប្អូនឃើញទេអរលោកបងប្អូនបានដឹងព្រោះអ្វីដែលខ្ញុំចង់ចែកជូនគឺអ្វីដែលធ្វើឲ្យព្រះចូលមកនៅក្នុងថ្ងៃ Christmas របស់ផងយើងដូច្នេះយើងបើសិនជាយើងដឹងឫសគល់របស់អ្វីដែលបណ្ដាលឲ្យព្រះអង្គចូលមកធ្វើឲ្យយើងមានសិទ្ធិក្នុងការជឿព្រះអង្គក្នុងការដែលយើងធ្វើដំណើរទៅជាគ្រីស្ទានព្រោះបញ្ហាដែលកើតមានចំពោះអរលោកអ្នកបងប្អូនហើយនឹងខ្ញុំគឺបញ្ហាពីលោកកបាត់ទី3អំពើបាបរបស់ផងយើងក៏ធ្វើឲ្យយើងមានជួនកាលយើងដឹងថាយើងមានបញ្ហាមានការខ្លាចមានការភ័យយើងត្រូវរស់ស៊ីតាំងពីព្រឹកដល់ល្ងាចហើយយើងត្រូវធ្វើអ្វីៗទាំងអស់មែនទេហើយយើងតមកទៀតគឺយើងត្រូវឈឺយើងត្រូវចាក់ហើយយើងត្រូវស្លាប់ផងដែរអានឹងជាការមួយដែលមានបញ្ហាអ្វីដែលយើងអរគុណព្រះអង្គដែលជាគ្រីស្ទានគឺយើងដឹងថាបញ្ហារបស់មនុស្សយើងចាប់ដើមពីកាលមកចាប់ដើមពីពេលណាមកបើសិនជាមានគេសួរថាតើយើងមានបញ្ហាយ៉ាងម៉េចជួនកាលយើងអាចតែនិយាយពីរឿងថាបាបខ្ញុំមិនចង់ប្រោតទៀតបាបព្រោះជួនកាលយើងប្រោតទៀតបាបច្រើនពេកវាធ្វើឲ្យយើងវាមិនសូវជាសบายចិត្តបើភាសាអង់គ្លេសគេថាវាច្រំតែគឺ redundant ព្រោះយើងធ្លាប់ឮថាទៀតបាបខ្ញុំអត់ប្រើពាក្យបាបទេខ្ញុំប្រើពាក្យថាលំបាកទុក្ខវេទនាឬការដែលយើងមានអ្វីដែលធ្វើឲ្យយើងឈឺចាប់ក្នុងជីវិតរបស់ផងយើង
អរលោកអ្នកបងប្អូនអ្វីដែលធ្វើឲ្យយើងខ្លាចក្រៅពីអ្វីដែលយើងបានដឹងពីរឿងពុពីលោកបាត់គឺសេចក្តីងងឹតដែលធ្វើឲ្យយើងខ្លាចនេះអរលោកអ្នកបងប្អូនពេលដែលយើងនៅក្នុងសេចក្តីងងឹតយើងខ្លាចនេះខ្ញុំអត់ដឹងថាអរលោកអ្នកបងប្អូនប៉ុន្តែខ្ញុំជាអ្នកខ្លាចយ៉ាងនេះយើងនៅភូមិដូចយើងថានៅភូមិគោកធំអពុយជ្រៅយើងអត់មានអគិសនីលោកអ្នកបងប្អូនអាកាលាយប់គឺវាអត់គឺទេយើងអត់ចង់ចេញពីផ្ទះទេព្រោះខ្ញុំខ្លាចណាស់ខ្លាចយ៉ាងនេះប៉ុន្តែបើអរលោកអ្នកបងប្អូនធ្លាប់នៅទីក្រុងយើងមានរឿងអគិសនីគឺយើងអត់ខ្លាចដូច្នេះអ្វីដែលធ្វើយើងខ្លាចគឺខ្លាចនៅក្នុងពេលហ្នឹងបើសិនជាយើងមើលអីអត់ឃើញនឹងធ្វើឲ្យយើងនឹងជាបញ្ហាទី2សម្រាប់យើងទាំងអស់គ្នាចំពោះលោកគ្រូចំពោះខ្ញុំឬក៏បងប្អូនទាំងអស់គ្នាបើសិនជាអស់លោកអ្នកបងប្អូនមិនខ្លាចងឹតអបព្រះអង្គបើជន់កាលជីវិតរបស់យើងងឹតគឺវាអញ្ចឹងគឺយើងងឹតយើងដឹងថាជីវិតយើងមានអីកើតឡើងក្នុងនាទីខាងក្រោយ5នាទីខាងក្រោយយើងអត់ដឹងថាមានអីនឹងកើតឡើង5នាទីខាងក្រោយយើងអត់ដឹងថាយើងរស់ស៊ីមានបានឬក៏យើងក្រជាងខាយ5នាទីខាងមុខតែយើងទៅពេទ្យយើងអត់ដឹងថាពេទ្យនឹងប្រាប់យើងពីរឿងអីពេទ្យដល់យើងទៅជាយើងអត់ទៅពេទ្យហើយដល់ពេលយើងទៅពេទ្យម្ដងពេទ្យប្រាប់ថាអូនេះឈឺចេះនេះឈឺចុះអានេះមានបងប្អូនយើងជាច្រើនអ្នកថាខ្ញុំអត់ចង់ទៅពេទ្យទេព្រោះកាលទៅពេទ្យចិត្តប្រាប់យើងថាយើងមានជំងឺនេះអរលោកអ្នកបងប្អូនសប្តាហ៍ខ្ញុំចូលទៅផងពីអត់ចាំនេះជាសេចក្តីអធិប្បាយខ្ញុំដែរសប្តាហ៍យើងអត់ដឹងយ៉ាងម៉េចទេព្រោះជំងឺមានច្រើនយើងអត់មានខ្លាចខ្ញុំថ្មីនឹងប្រហែលជាប្រហែលអាទិត្យមុនខ្ញុំទៅធ្វើបុណ្យសពនៅ Western គ្នាទៅអាយុ50ហើយបងប្អូនហើយអត់ដែលមានជំងឺអីទេអនឡាញមួយក៏ដេកនៅក្នុងបន្ទប់ហើយក៏ទៅពោះទៅគេអត់ទាន់ភៀទេឲ្យគេដេកតែសិនម៉ោង3 9ក៏ទៅពោះប្រងទៀតហើយអត់ឃើញតកូននឹងវាក្រោយភៀហើយក៏បើកភៀចូលទៅឃើញគាត់ដេកឯទៅអស់ខ្យល់យើង50ហើយមុននឹងមានបងប្អូនដែលជឿព្រះអង្គធ្លាប់មកយើងហើយគាត់ត្រូវទៅពី 15 Street អាយុ50ដែរនឹងអត់ដែលមានជំងឺអីខ្ញុំជួបគាត់ពីទៅមុនគាត់ស្លាប់គាត់មកហើយខ្ញុំព្រោះយើងមានមិនស្លាប់គាត់នៅ Carson ព្រឹកមួយគាត់បានជិះកង់ទៅលេងជាមួយកូនគាត់អាយុ3 10ឆ្នាំដល់គាត់ចេញទៅប្រហែលជា1 ម៉ៃពីផ្ទះមិនដល់អង្គគាត់ដួលដល់គាត់ដួលកូនគាត់មិនដឹងនិយាយយ៉ាងម៉េចគាត់ខល911ដល់គេមកហើយគេឃើញតែគាត់មិនអស់ខ្យល់50ម្សិលមិញឪពុកគាត់ក៏មកប្រពន្ធគាត់មកហើយគាត់មកហើយនៅថ្ងៃជាមួយគ្នាដល់គាត់ស្លាប់ក៏មានបងប្អូនយើងម្នាក់ដែលជាបងប្រុសរបស់សមាជិកយើងម្នាក់នៅ Washington ស្លាប់ថ្ងៃជាមួយគ្នាអាយុ50ហើយអ្វីដែលខ្ញុំចង់និយាយព្រោះយើងអត់ដឹងអរលោកអ្នកបងប្អូននៅជីវិតរបស់